ទឹកគឺសំខាន់តែទឹកក៏អាចជាឧបសគ្គនៅលើដងផ្លូវផងដែរតើយើងអាចជំនះឧបសគ្គនេះដោយរបៀបណាតោះទៅមើលទាំងអស់គ្នាទឹកលិចផ្លូវគឺជាបញ្ហាដែលអ្នកបើកបរតែងតែជួបជាញឹកញាប់ដូចនេះយើងបានបង្កើតនៅឧទាហរណ៍ជាក់ស្ដែងដើម្បីតេស្តមើលពីការលិចជ្រាបនៃអាគុយនិងការបង្កើតតោះឥឡូវយើងចូលក្នុងរថយន្តតែម្ដងទៅដើម្បីឲ្យដឹងច្បាស់ឥឡូវនេះយើងនឹងបើកកាត់អាងទឹកដែលមានជម្រៅ450មីលីម៉ែត្រក្នុងស្ថានភាពនេះជាទូទៅខ្ញុំគួរតែបារម្ភពីការជ្រាបទឹកនៃអាគុយរថយន្តអាគុយរបស់ G9 ត្រូវបានតេស្តដោយប្រុងប្រយ័ត្នក្នុងអំឡុងពេលដែលគេអភិវឌ្ឍវាហើយក៏ទទួលបានភាពធន់នឹងទឹកកម្រិត IPX8 ទៀតផងដែលមានន័យថាវាអាចលិចក្នុងទឹកជម្រៅ1ម៉ែត្ររហូតដល់48ម៉ោងមួយវិញទៀតរថយន្ត G9 បានប្រើដែកថែបរឹងកម្រាស់1មីលីម៉ែត្រដើម្បីការពារការខូចខាតទៅកាន់អាគុយរថយន្តនិងគ្រឿងបង្គុំផ្សេងទៀតនៅខាងក្រោមរថយន្តក្នុងករណីដែលមានការបោកប៉ះផ្សេងៗយ៉ាងណាមិញរថយន្ត G9 មានមុខងារជាច្រើនទៀតលើសពីមុខងារ basic ទាំងនេះរថយន្ត G9 នឹងត្រូវបានតេស្តនៅទីនេះមានភ្លៀងណាដែលខ្លាំងធ្លាក់មកសាច់គ្រប់ទិសដូចនេះសោះកម្រិតទឹកភ្លៀងដែលគេប្រើក្នុងការតេស្តនេះគឺវាច្រើនជាងគុណនឹង2នៃកម្រិតទឹកភ្លៀងធ្លាក់ប្រចាំឆ្នាំទៀតវាជារឿងល្អដែលយើងញ៉ាំទឹកជាញឹកញាប់កន្លែងការពារជំរាបទឹករថយន្ត G9 ត្រូវបានតេស្តម្ដងហើយម្ដងទៀតបន្ទាប់មកគេក៏ធ្វើការកែសម្រួលផងដែរដូចនេះទោះបីនៅក្នុងអាកាសធាតុអាក្រក់យ៉ាងណាអ្នកនៅតែមិនទឹកឲ្យមានផាសុកភាពនៅក្នុងកាប៊ីនដ៏ប្រណិតនៃរថយន្តមួយនេះយើងនឹងធ្វើការតេស្តនេះនៅរយៈពេល2អាទិត្យទៀតដូចនេះខ្ញុំជឿថាយើងនឹងទទួលបានលទ្ធផលដែលគួរចាប់ច្រើន